នេះគឺជាពស់ថ្លាន់មួយក្បាលដែលបានលេបបរោះម្នាក់រហូតដល់ស្លាប់រឿងក្តីចម្លែកអាកំបាំងមាននៅទីនេះជ្រាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់រឿងក្តីចម្លែកជុំវិញពិភពលោករបស់យើងម្ដងទៀតហើយតោះទៅស្វែងយល់អំពីប្រធានបទនិងរឿងរ៉ាវនៃរឿងក្តីខាងលើទាំងអស់គ្នាពស់ថ្លាន់នេះមានប្រវែង23 feet គឺធំហើយនឹងវែងខ្លាំងមែនទែនជនរងគ្រោះមួយនេះមានឈ្មោះថា Albert Saliburo មានអាយុ25ឆ្នាំគាត់គឺជាអ្នកដែលប្រមូលផលប្រេងដូងថ្ងៃនោះគឺជាថ្ងៃដ៏សែនអាក្រក់របស់គាត់បានចេញទៅប្រមូលប្រេងដូងជាធម្មតាប៉ុន្តែក្រុមគ្រួសារនិងអ្នកជិតខាងរបស់គាត់បានកត់សម្គាល់ឃើញថាគាត់បាត់ខ្លួនមិនឃើញមកផ្ទះវិញនោះទេពេលនោះអ្នកជិតខាងក៏ដូចជានាំសមត្ថកិច្ចទៅរុករកនៅនឹងប្រេងដូងក៏ឃើញម៉ូតូទុកចោលនៅនោះដោយមិនឃើញមានសញ្ញាគួរឲ្យប្រក្រតីនោះឡើយពីថ្ងៃក្រោយមកប៉ូលីសជាមួយនឹងសមត្ថកិច្ចបានចុះទៅរុករកបានឃើញពស់ថ្លាន់មួយក្បាលដែលមានប្រវែងធំហើយនឹងហើមពស់ជាខ្លាំងគាត់មានការសង្ស័យអំពីពស់ថ្លាន់មួយនេះប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានយកកាំបិតយកមកវះពស់បានប្រទះឃើញសាកសពរបស់ Albert Saliburo នេះតែម្ដងពេលនោះពស់មិនអាចរំលាយសាកសពរបស់គាត់បានទេដោយសារគាត់បានពាក់កៅក្រាស់ខោក្រាស់ហើយនឹងស្បែកជើងកជើងវែងទៀតនេះគឺជារឿងក្តីទី1ជុំវិញពិភពលោកដែលពស់លេបមនុស្សពេញវ័យដែលគាត់អាយុ25ឆ្នាំហើយរឿងក្តីនេះក៏បានផ្អើលជុំវិញភូមិរបស់គាត់តែម្ដងដោយសារតែចម្លែកមែនទែនពស់ថ្លាន់បានលេបបរោះពេញវ័យអ្នកទាំងអស់គ្នាអញ្ចឹងរឿងក្តីយើងមានប៉ុណ្្នឹងឯងអ្នកនរគ្នាគិតយ៉ាងណាដែរចំពោះខ្ញុំមានអារម្មណ៍ថាសោកស្ដាយមែនទែនដែលពស់អាចលេបមនុស្សពេញវ័យបានអ្នកនរគ្នាអញ្ចឹងត្រង់ក្មេងៗអញ្ចឹងណា